ngày nay dương sẽ sao bị cả đặt link hay cho mình đặtรูปភាពchẳngគឺយើងកើតចំណាស់អ្នកនេះ demo 2ខ្ញុំសិក្សាទៅលើ link ស្ហ្នឹងណាអញ្ចឹងយើងវាយ tag am មកវានឹងចេញបែបហ្នឹងឲ្យយើងដាក់ link ហើយនេះអ្នកនេះគឺខ្ញុំដាក់ចំណាស់អ្នកនេះមើលគឺយើងអាចដាក់ link បានអញ្ចឹងដំបូងគឺឲ្យយើងដាក់សិនមកយើងដាក់ចុចហើយសញ្ញា slash ហ្នឹងមកវានឹងចេញឲ្យឈ្មោះ file យើងយកយើងចង់បាន file មួយណាគឺយើងដាក់ file ទៅខ្ញុំដាក់ demo មួយអញ្ចឹងវានឹងចេញហើយកន្លែងនេះគឺយើងដាក់ name ណាតែយើងដាក់ឈ្មោះ link ហ្នឹងអញ្ចឹងចូលទៅវានឹងនាំយើងទៅកាន់ demo មួយដែលយើងរៀនហ្នឹងហើយអញ្ចឹងគឺរបៀបទី1គឺយើងដាក់បែបហ្នឹងរបៀបទី2គឺធ្វើឲ្យដូចគ្នាប៉ុន្តែយើងយក link រូបភាពអីមួយមក link នៅក្នុង Google អញ្ចឹងយើង copy មកខ្ញុំ copy សិនចុះអញ្ចឹងវានឹងផាសមកវានឹងចេញឲ្យយើងឃើញហើយគឺតែកន្លែងនេះយើងអត់ឃើញទេដោយសារយើងភ្លេចដាក់ target ឡើយនេះអញ្ចឹងយើងកុំភ្លេច target ហ្នឹងគឺយើងដាក់ឈ្មោះអ្នកគ្នាដាក់ឲ្យប្លែកគឺយើងដាក់ target មកឲ្យប្លែកអញ្ចឹងគឺខាងមុខគឺឈ្មោះរបស់យើងនៅក្នុងគ្នាហ្នឹងដាក់មកគឺឈ្មោះ file ចឹងខ្ញុំដាក់រូបការចុះអញ្ចឹងពេលយើង open live server មកវានឹងចេញបែបហ្នឹងយើងចុចទៅគឺនឹងនាំយើងទៅកាន់រូបភាពហើយអញ្ចឹងគឺការដែលយើងចុច link គឺមានពីរប្រភេទមួយគឺយើងដាក់ file មួយទៀតគឺយើងដាក់ copy link ដាក់មកអញ្ចឹងគឺ link របស់យើងគឺចប់ប៉ុណ្ណឹងហើយបើយើងចង់ដាក់ជុំតអ្នកគ្នាចុចមើលអូខេ link មានពីរជាបន្ទាប់យើងចង់ដាក់រូបភាពបើចង់ដាក់រូបភាពនៅក្នុង ing មកគឺយើងនឹងចេញបែបហ្នឹងយើងធ្វើការចូលទៅ copy រូបភាពគឺវាមានពីររបៀបដូចគ្នាអ្នកគ្នា copy address មកចឹង copy ហើយយកទៅផាសក្នុងហ្នឹងបន្ទាប់ពីផាសហ្នឹងនេះទៅសារ link យើងវាវែងពេកអញ្ចឹង copy រូបផ្សេងមកអូខេអញ្ចឹងអ្នកគ្នាធ្វើការ live server មកវានឹងចេញរូបបែបហ្នឹងឲ្យយើងឃើញហើយយើងអាចកំណត់ style អាចកំណត់អីនៅក្នុងហ្នឹងបានកន្លែងនេះខ្ញុំវាយថា style មកហើយយើងស្មើជាមួយនឹង width ទំហំវាណាខ្ញុំឲ្យវាស្មើនឹងជាមួយនឹង120 pixel ចាអញ្ចឹងរូបរបស់យើងគឺនឹងតូចតាមហ្នឹងដែរចំពោះរបៀបទី2គឺដូចគ្នាគឺយើងវាយមក img ហើយយើងកន្លែងនេះយើងដាក់ file ណាគ្នាគឺយើងយករូបភាពដែលមាននៅក្នុង file តែហ្មងអញ្ចឹងខ្ញុំកាត់ file មួយ folder មួយដែលយើងសម្រាប់ទុករូបភាពអញ្ចឹងខ្ញុំធ្វើការ copy រូបភាពមួយមក copy image អ្នកគ្នាយកមកផាសក្នុងហ្នឹងអ្នកគ្នាចង់ save ដាក់ក៏បានដែរអញ្ចឹងក្នុងហ្នឹងគឺមានរូបភាពមួយតើមកអ្នកគ្នាចុចឲ្យវាយមកវានឹងឃើញ image ហើយយើងយក image មកយករូបភាពរបស់យើងគឺនឹងជាប់នៅក្នុងហ្នឹងតែម្ដងដូចគ្នាអ្នកគ្នាយើងអាចកំណត់ style វាដាក់មកខាងក្រោយ image ហ្នឹង style ខ្ញុំឲ្យវាយើងស្មើជាមួយនឹង120 pixel ដូចគ្នាចុះអញ្ចឹងរូបរបស់យើងគឺនឹងតូចដូចគ្នាហើយចុះបានអ្នកគ្នាចង់ចូលបន្ទាត់យើងដាក់តា BR នៅខាងលើហ្នឹងមក BR មកចូលបន្ទាត់ហើយរូបភាពយើងអញ្ចឹងគឺរូបភាពយើងមាន2 link ខាងលើយើងមាន2អញ្ចឹងកិច្ចការរបស់យើងគឺហើយប៉ុណ្ណឹងអញ្ចឹងខ្ញុំចង់មួយទៀតគឺខ្ញុំចង់ដាក់បន្ទាត់ពីក្រោមយើងវាយតា HM មកគឺវានឹងចេញបន្ទាត់ពីក្រោមខាន់ឲ្យហើយជាបន្ទាប់គឺខ្ញុំចង់ធ្វើជីវៈសង្ខេបរបស់លោកតាសិនស៊ីម៉ុនអញ្ចឹងខ្ញុំវាយទៅលើ A2 តែខ្ញុំចង់ដាក់សធំបន្តិចណា A2 ហ្នឹងខ្ញុំវាយមកជីវៈប្រវត្តិតាសិនស៊ីម៉ុនបន្ទាប់មកអ្នកគ្នាខ្ញុំចង់ឲ្យវាទៅកណ្ដាលយើងវាយទៅ sensor មកអ្នកគ្នាដាក់ sensor យករូបយកជីវៈប្រវត្តិដាក់ក្នុង sensor មកវានឹងលោតទៅកណ្ដាលបែបនេះមួយទៀតខ្ញុំចង់មានបន្ទាត់នៅពីក្រោមជីវៈប្រវត្តិហ្នឹងខ្ញុំដាក់ថា Q take Q take អ្នកគ្នាអញ្ចឹងវានឹងមានបន្ទាត់នៅខាងក្រោមហ្នឹងហើយអ្នកគ្នាឃើញអត់ហើយមើលទៅវាស្អាតបែបហ្នឹងហើយខ្ញុំចង់ធ្វើការសង្ខេបអត្ថបទមួយអញ្ចឹងខ្ញុំមានអត្ថបទមួយយ៉ាងនេះខ្ញុំចូលទៅ copy សិនហើយពី take មក copy ផាសកន្លែងហ្នឹងបន្ទាប់មកយើងនឹងឃើញអត្ថបទបែបហ្នឹងហើយខ្ញុំចង់ highlight ពណ៌កន្លែង address ហ្នឹងខ្ញុំដាក់ mark មក mark កន្លែងហ្នឹងយើងទាញ address ចូលកណ្ដាលហើយយើង run ទៅវានឹងឃើញពណ៌បែបហ្នឹងហើយលឿងណាយើងប្រើ mark ហើយបើយើងចង់ឲ្យឃើញលោកតាសិនស៊ីម៉ុតមានបន្ទាត់ពីក្រោមយើង copy ដាក់អង្ក្រា Q take មកនឹងចេញបែបហ្នឹងណាមួយទៀតគឺខ្ញុំចង់ដាក់ថ្មិញកដោនៅកន្លែងឆ្នាំ1932ហ្នឹងខ្ញុំដាក់សេដាក់មកគឺយើង Q take វាដាក់ម្ខាងគឺវាចេញថ្មិញកដោម្ខាងហើយចឹងសេសងខាងមកម្ខាងទៀតចេញបែបហ្នឹងណាហើយបើខ្ញុំចង់ដាក់អក្សរ trade អ្នកនេះ address វា trade ហើយខ្ញុំដាក់កន្លែងនេះចឹងខ្ញុំធ្វើការវា address មកវានឹងចេញអក្សរផ្លេចបែបហ្នឹងហើយសរុបមកវិញគឺយើងរៀនបានប៉ុណ្ណឹងគឺយើងជាមួយនឹងដាក់ link គឺមានពីររបៀបអ្នកមើលតាមហ្នឹងទៅហើយខាងក្រោម image មានពីររបៀបដែរ